Bà sơ đây này đọc nhé, xong rồi cùng một cảnh video trong lòng tiết chẳng được trong video này cứ dừng nâng sạc xa vì cầm chi Vietmod cầm chi Word nơi là macOS ok chẳng là dừng ba cầm chi và dừng móc cái chân ca pi video thì mùi những cái dừng bàn sạc xa vì việc ba việc để xa tục extra hay trong bàn thưa ca này ngon khá cho mùi được nâng ấy chẳng được trong video tiếp cái dừng thưa ca tó cái dừng nâng sạc xa một nghĩa được trong group này mùi mùi ok mình chạy bạc mà vô plan document ok chẳng ngày nay cái dân cho được trong home sẵn là home tab chẳng là trong home tab cái dân sắp xa được trong group clipboard sẵn bạn chẳng cái dân sắp xa between sắm dân sắp xa vì một nhiều vì mình mùi hay nâng cao của họ tích tuổi này này ok là dân chụp đám okនៅក្នុង home tab នេះគឺយើងមាន group មួយគេដាក់ថា group clipboard អញ្ចឹងនៅក្នុង group clipboard ហ្នឹងមានទូនទីគឺសម្រាប់ធ្វើការ copy កាត់ហើយនឹង paste ហើយមួយទៀតគឺជក់ហ្នឹងហើយគេហៅថា format ណាឥឡូវឧទាហរណ៍ថាយើងសរសេរអក្សរមួយមកអញ្ចឹងចុះហ្នឹងហើយនៅថាបែបអញ្ចឹងចុះអូខេអញ្ចឹងដើម្បីយើងធ្វើការ copy អត្ថបទឬក៏អក្សរនៅក្នុងកម្មវិធី Word តើយើងធ្វើម៉េចអញ្ចឹងយើងអាចមានក្នុងការ copy មាន3វិធីសាស្ត្រអញ្ចឹង3វិធីសាស្ត្រគឺវាស្រួលទេអញ្ចឹងទី1បងអស់គឺយើងសិក្សានៅក្នុងមុខងារនេះដំបូងយើងធ្វើការ select លើអត្ថបទយើងសិនដើម្បីយើងចុច select យើងធ្វើការចុចមកឆ្វេងឲ្យជាប់នៅលើអក្សរណាដែលយើងចង់បានហើយយើងធ្វើការអូសកាត់អញ្ចឹងចុច select បែបហ្នឹងណាហើយយើងដាក់បញ្ជីព្រឿនកដោនៅកន្លែងណាមួយក៏បានហើយចុចមកឆ្វេងឲ្យជាប់ហើយយើងធ្វើការរំកិលមកទៅខាងស្ដាំមកអញ្ចឹងវាច្បាស់ជាចុច select ហើយបែបហ្នឹងណាអូខេបន្ទាប់ពីយើងចុច select ហើយយើងកុំអាចចុចកន្លែងផ្សេងបើសិនជាយើងចុចកន្លែងផ្សេងគឺវាដាច់តែ select របស់យើងអញ្ចឹងវាអត់ស្គាល់អញ្ចឹងយើងធ្វើការចុច select លើវាចេះមកហើយបន្តមកទៀតយើងចូលទៅក្នុង home និង home tab របស់យើងអូខេអញ្ចឹងកាលណាបើយើងចុច select លើវាហើយគឺវានឹងបើកមុខងារមួយមុខងារ copy អញ្ចឹងយើងគាត់ដាក់ cursor លើនឹងមកលើហ្នឹងវាចេញពីតែ copy ហើយបើសិនជាយើងដាក់នៅខាងលើវានឹងចេញ cut អញ្ចឹងណាអូខេបន្តមកទៀតដើម្បីគឿន copy ទី1យើងធ្វើការចុចលើហ្នឹងមកចុចលើវាមួយអញ្ចឹងតែប៉ុណ្្នឹងឯងកាលណាយើងចុចលើវាមួយវាបើកមុខងារយើងផាសហ្នឹងហើយអញ្ចឹងយើងធ្វើការចុចបន្តមួយមក enter អូខេ enter បើសិនមកលើ macOS គេហៅថា return តមកទៀតដើម្បីផាសគឺយើងដាក់ cursor នៅកន្លែងណាមួយយើងចង់ផាសហើយយើងដាក់នៅនេះតមកទៀតយើងចុចនេះផាសអញ្ចឹងការផាសគឺមាន4នឹងចុចលើវាមាន4ណាអូខេខាងលើ keep soft formatting keep soft formatting មានថាបើសិនមកអក្សរយើងខាងលើថាបើសិនអក្សរយើងខាងលើយើងដាក់ពណ៌ក្រហមចេះបើថាយើង copy ម្ដងទៀតណាបើសិនយើងដាក់ពណ៌ក្រហមអញ្ចឹងចុចញាប់គឺយើងនៅតែរក្សាអក្សរនឹងដដែលអញ្ចឹងគឺចុចលើមកឃើញឃើញអត់អញ្ចឹងគឺវានៅតែរក្សាអក្សរនឹងដែររូបរាងមិនគឺមកអញ្ចឹងបាច់ណាហើយយើងផាសមួយទៀតគឺគេថា match formatting ថាគឺវាមកអក្សរលំនាំដើមអញ្ចឹងណាលំនាំដើមវាមិនគឺមកអញ្ចឹងទៅវាមកងាយអត់លំនាំដើមគឺពណ៌អញ្ចឹងឯងអូខេបន្តមកទៀតផាសមួយទៀតគឺ pass as picture pass as picture មានថាវាផាសជាលក្ខណៈជារូបភាពមកផាសជាលក្ខណៈរូបភាពហ្មងដែលយើងមិនអាចកែប្រែឥឡូវយើងចុចវិញមកនេះឃើញអត់អូខេអញ្ចឹងយើងចុចលើវិញឃើញរូបភាពខាងលើគឺអត់មានរូបភាពទេគឺអក្សរយើងធម្មតាដល់ពេលខាងក្រោមគឺជារូបភាពឃើញទេអញ្ចឹងយើងអាចចាប់ទាញតាណាក៏បានអូខេយើងចុចមកតាមយើងធ្វើការ wrap mission មក wrap គេទាញតាណាក៏បានឃើញជាលក្ខណៈដូចរូបភាពអញ្ចឹងហើយមានពាក្យថា format បែបហ្នឹងណាអូខេអាហ្នឹងគេថា pass ជារូបភាពហើយឥឡូវខ្ញុំធ្វើការលុបវាចេញទៅមកទៀត pass ចុងក្រោយនេះគឺ keep text only បើថា pass តែអត្ថបទទេចុចលើវាមកណែឃើញទេអញ្ចឹងអាពីរអ្នកខាងលើហ្នឹងវាដូចគ្នានេះពីរអ្នកហ្នឹងដូចគ្នាទោះបីយើងអក្សរយើងដាក់ពណ៌អីក៏ដោយសំខាន់បើសិនជាយើងចង់ផាសវាគឺយើងផាស keep text only ហើយនឹងម៉េចនេះគឺវាមកលំនាំដើមបែបហ្នឹងណាអូខេនេះគឺជាវិធីសាស្ត្រផាស copy ឥឡូវយើងចូលដល់របៀប copy ទី2ទៀតដូចគ្នាដែររបៀប copy ទី2យើងធ្វើការ select លើអត្ថបទណាដែលយើងចង់ copy មកប៉ុន្តែម្ដងនេះយើងចុចមកខាងស្ដាំពេលយើងសេយើងចុចមកខាងស្ដាំមកណែគឺយើងនឹងមានពាក្យថា copy កន្លែងហ្នឹងណាហេ copy តមកទៀតយើងរកកន្លែងផាសមកចុះបន្តហើយបើសិនចង់ផាសឡើងហ្នឹងចុចមកស្ដាំយក paste យកមកកុំ paste special គឺវាចូលទៅក្នុងអាកន្លែងមិញហ្នឹងឯងអូខេអញ្ចឹងមកស្ដាំមកយកផាសឃើញទេអូខេអញ្ចឹងនេះគឺជារបៀប copy ហើយនឹង paste ទី2ឥឡូវបើសិនជាយើងចូលរបៀបទី3យើងធ្វើការ copy ដែរដូចគ្នាអញ្ចឹងយើងធ្វើការ select លើវា
តមកទៀតយើងចូលទៅក្នុង edit និង edit ដែលខាងលើខាងគេហៅថា menu bar នៅលើ Mac អូខេតមកទៀត edit ហើយយើងយកវាទៅ copy បើកាត់បើថាយកទៅទាំងអស់ណា copy តមកទៀតយើងចូលបន្តនៅខាងក្រោមមួយមកដើម្បីផាសគឺយើងចូលទៅកន្លែង edit ទីគ្នាដែរតមកទៀតយកវាថា paste អូខេអានឹងគឺជារបៀបទី3ដល់ពេលរបៀបទី4គឺយើងប្រើផ្លូវកាត់និងរបៀបទី4ប្រើផ្លូវកាត់គឺយើងធ្វើការគាត់ធ្វើការ select លើអក្សរដែលយើងចង់បានណាឥឡូវខ្ញុំដាក់ខ្ញុំយកពណ៌នេះម្ដងតមកទៀតផ្លូវកាត់គឺយើងចុច command C នៅលើក្តារចុចរបស់យើង command C អក្សរ C តមកទៀតចូលបន្តឲ្យយើងដើម្បីផាសយើងចុច command V បាទអានេះគឺជារបៀប copy ហើយនឹងផាសនៅលើ macOS កម្មវិធី Word ណាបាទអញ្ចឹងបើកាត់យើងយកទៅទាំងអស់ទាំងដុលនឹងឧទាហរណ៍ថាអញ្ចឹងទៅយើងសេចអញ្ចឹងទៅឧទាហរណ៍យើងសេចតែប៉ុណ្នេះក៏បានហើយនេះប៉ុណ្នេះក៏បានតមកទៀតយើងចុចពាក្យថាកាត់រូបកត្រៃហ្នឹងអូខេយកទៅអស់តមកទៀតយើងផាសនៅហ្នឹងមកអូខេធ្លាក់មកអញ្ចឹង copy កាត់ហ្នឹងវាពេលយើង copy ឬកាត់គឺពេលយើងផាសគឺវាដូចតែគ្នាទេអូខេឥឡូវយើងចូលមួយទៀតគឺគេហៅថា format painter អា format painter ហ្នឹងទូនទីរបស់វាហ្នឹងគឺសម្រាប់ធ្វើការចម្លងណាមិនថាចម្លងពណ៌ពុំទំហំហ្នឹងហើយវាអាចចម្លងប៉ុន្តែតន័យគឺវានៅតែរក្សាទុកដដែលឥឡូវខ្ញុំមានឧទាហរណ៍ដូចជាថាពាក្យនេះអក្សរនេះគឺពណ៌ខ្មៅមែនទេអាខាងលើគឺពណ៌ក្រហមហើយពុំអក្សរនឹងទំហំប៉ុណ្ណឹងទៀតឥឡូវឧទាហរណ៍ថាបើសិនខាងក្រោមខ្ញុំចង់បានដូចខាងលើដែរដែលយើងចូលទៅ select នៅខាងក្រោមចេះទៅយើងទៅដូរពណ៌ដូរទំហំដូរពុំអីចឹងណាហើយយើងចូលធ្វើអញ្ចឹងយើងគ្រាន់តែធ្វើការ format painter មកហើយយើងជក់យកមកអូខេឥឡូវយើងធ្វើការ select នៅខាងលើយើង select ទាំងអស់ក៏បានតែបន្តិចក៏បានដែរប៉ុណ្ណាដែលយើងចង់បានណានឹងប៉ុណ្ណឹងមកបន្តមកទៀតយើងចូលទៅក្នុង home យើងដែរហើយយើងចុចរូបជក់នេះមកនឹងតែប៉ុណ្ណឹងកាលណាបើយើងដាក់ cursor ចូលទៅក្នុងហ្នឹងឃើញអត់វាចេញដូចរំបោះនៅ cursor របស់យើងតមកទៀតចុចមកឆ្វេងចុះអូកាត់លើខ្លួនយកមកឃើញទេគឺនឹងចេញពណ៌អញ្ចឹងហើយចុះបើសិនអក្សរខាងលើវិញបើសិនឧទាហរណ៍ថាខ្ញុំដូរដាក់ពណ៌អីដាក់ពុំអក្សរអីមួយផ្សេងអញ្ចឹងណាដាក់ពុំអក្សរនេះហើយដាក់ទំហំប៉ុណ្នេះហើយតមកទៀតខ្ញុំដាក់ពណ៌អញ្ចឹងទៅអញ្ចឹងបើសិនបើខ្ញុំចង់បានអក្សរមួយណាដែលវាដូចខាងលើគឺយើងគាត់តែជក់ទេអញ្ចឹងជក់យើងដឹងណាអានេះគេហៅថា format painter ឬយើងហៅថាជក់ហ្នឹងទូទៅរបស់វាគឺសម្រាប់ធ្វើការចម្លងពណ៌អក្សរចម្លងពុំអក្សរចម្លងទំហំពុំអក្សរប៉ុន្តែតន័យគឺវានៅតែរក្សាទុកដដែលបែបហ្នឹងណាឧទាហរណ៍ថាខាងក្រោមយើងច្បាស់អញ្ចឹងដែរអញ្ចឹងយើងគាត់ធ្វើការសេចនៅខាងលើតែបន្តិចក៏បានតមកទៀតយើងចូលចុចលើរូបអំបោះហ្នឹងបន្តមកទៀតអូទៅខាងក្នុងទៅវានឹងចេញដូចរូបអំបោះហើយយើងធ្វើការចុចមកជួយចុះអូកាន់ព្រានគឺវាដូចចុះបើសិនជាយើងចង់ខាងលើដូចខាងក្រោមក៏ដូចគ្នាដែរអញ្ចឹងសំខាន់ឲ្យអ្នកទាំងគ្នាយល់ថាទូនទីរបស់ជក់ហ្នឹងគឺសម្រាប់ធ្វើការចម្លងពណ៌ពុំអក្សរទំហំអញ្ចឹងណាបាទអញ្ចឹងយើងសេចនៅខាងក្រោមបន្តិចមកហើយយើងធ្វើការអូសកាត់លើខាងលើយើងតែបន្តិចប៉ុណ្នេះគឺវាមកប៉ុណ្ណឹងឃើញទេអញ្ចឹងវាដូចនៅខាងក្រោមដែរអូខេអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់ format painter ហ្នឹងគឺមានប៉ុណ្ណឹងណា